បាទសួស្តីបងប្អូនថ្ងៃនេះយើងមកទៅជែកលេងតិចតាក់ទងជាមួយនឹងសម្លកកូរអញ្ចឹងបើនិយាយពីសម្លកកូរគឺជាមុខម្ហូបខ្មែរមួយដែលពេញនិយមហើយមានប្រជាប្រិយភាពខ្លាំងមែនទែនយើងអាចចាត់ទុកថាជាម្ហូបតំណាងឲ្យប្រទេសកម្ពុជាផងដែរណាអញ្ចឹងបើយើងនិយាយពីសម្លកកូរវាមានប្រវត្តិច្រើនទៅតាមផ្សេងឯកសារផ្សេងគ្នាតែថ្ងៃនេះខ្ញុំសូមលើកយកអំពីគ្រឿងផ្សំតាក់ទងមួយនឹងសម្លកកូរបើយើងមើលទៅលើគ្រឿងផ្សំខ្ញុំសូមចែកជា6ផ្នែកផ្នែកទី1គឺយើងនិយាយអំពីផ្នែកសាច់ទី2គឺផ្នែកបន្លែទី3គឺផ្នែកប្រហុកអង្ករលីងគ្រឿងបន្ថែមរសជាតិហើយនិងទឹកអញ្ចឹងយើងធ្លាប់ដឹងថាបើនិយាយពីកកូរវិញកកូរនោះគឺជាម្ហូបមួយដែលគេអាចប្រើសាច់ផ្សេងគ្នាអាចអ្នកខ្លះទៅប្រើពីត្រីដែងអ្នកខ្លះអាចប្រើពីត្រីផ្ទុកឬក៏ពីមាន់ពីសត្វក្រួយដលកឬក៏សាច់ជ្រូក3ជាន់បាទហើយផ្សេងទៀតក៏បានណាទៅតាមចំណង់ចំណូលចិត្តឬក៏របស់ដែលគេមានចំណែកទី2ខ្ញុំនិយាយអំពីផ្នែកបន្លែអញ្ចឹងបន្លែនេះវាមានច្រើនបើនិយាយពីក្នុងសម្លយើងទាំងអស់របស់ខ្មែរនេះមានតែសម្លកកូរទេគឺជាសម្លមួយដែលមានប្រើបន្លែច្រើនជាងគេណាបាទនិយាយទៅមួយក្នុងចំណោមសម្លដែលមានបន្លែច្រើនហើយទាក់ទងបន្លែហ្នឹងគឺខ្ញុំចែកជាបន្លែតាមរដូវតាមតំបន់និងតាមចំណង់ចំណូលចិត្តពីព្រោះបើនិយាយពីរដូវខ្លះវាមានផ្លែឧទាហរណ៍ផ្លែត្នោតចឹងចុះផ្លែត្នោតយើងចង់ធ្វើកកូរដែរតែបើសិនជាដល់រដូវហ្នឹងវាអត់មានផ្លែត្នោតទេអានឹងយើងប្រើបន្លែផ្សេងទៅហើយមួយទៀតតាមតំបន់ខ្លះយើងមិនអាចរកបន្លែនឹងបានទេអញ្ចឹងយើងទៅបត់បែនតាមហ្នឹងហើយនឹងមួយទៀតតាមចំណង់ចំណូលចិត្តឧទាហរណ៍ថាត្រួយម្រះណាសាម៉ៅព្រៃឧទាហរណ៍អញ្ចឹងអាហ្នឹងអ្នកខ្លះគាត់អត់ចេះញ៉ាំទេអញ្ចឹងគាត់អត់ចាំបាច់ដាក់ទេបាទអញ្ចឹងគឺបន្លែហ្នឹងគឺយើងផ្ដោតទៅតាមរដូវតាមតំបន់និងតាមចំណង់ចំណូលចិត្តហើយផ្នែកទី3គឺនិយាយពីប្រហុកអញ្ចឹងប្រហុកនេះគឺសំខាន់ណាស់បាទហ្នឹងហើយបើនិយាយពីម្ហូបខ្មែរយើងអត់មានម្ហូបណាមួយដែលឲ្យតែខ្មែរសុទ្ធគឺអត់មានថាអត់ប្រហុកទេត្រូវតែមានណាបាទហ្នឹងហើយនឹងមួយទៀតនោះគឺនិយាយអំពីផ្នែកអង្ករលីងគឺកកូរត្រូវតែមានអង្ករលីងជាដាច់ខាតហើយបន្តទៀតយើងមានគ្រឿងបន្ថែមរសជាតិណាមានដូចជាបាទគ្រឿងបន្ថែមរសជាតិខ្ញុំអាចចាត់ទៅដូចជាអំបិលដូចជាស្ករដូចជាប៊ីចេងអានឹងគេហៅគ្រឿងបន្ថែមរសជាតិហើយនឹងចុងក្រោយនោះគឺទឹកបាទហ្នឹងហើយស្លកកូរមិនអាចអត់មានទឹកទេអញ្ចឹងក្នុងនោះគឺផ្នែកធំនៅក្នុងសម្លកកូរអញ្ចឹងមានផ្នែកសាច់ផ្នែកបន្លែផ្នែកប្រហុកអង្ករលីងគ្រឿងបន្ថែមរសជាតិនិងទឹកបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ